ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបានកំពុងតែនៅកម្មវិធីលើកស្ទួយផលិតផលជាតិដែលមានទីតាំងនៅលក្ខីប៉ាវលីម៉នៅជាតិអគារ42ជាន់ណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាការលើកស្ទួយនៅផលិតផលជាតិដែលជាផលិតផលខ្មែររបស់យើងតែម្ដងហើយនៅក្នុងនោះគឺយើងមានជាង30 supplier អញ្ចឹងឥឡូវចង់ដឹងថាទិដ្ឋភាពនៅខាងក្នុងមិនតើតើមើលបងប្អូនគ្នាផលិតផលបងផលិតនៅណាដែរបងផលិតនៅខាងចាំថាបងសិទ្ធិកម្មអញ្ចឹងនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងផលិតផលក្នុងស្រុករបស់យើងមកចាបងអញ្ចឹងបងយល់មិនដែរសម្រាប់កម្មវិធីថ្ងៃនេះដែលផ្សារទំនើបលក្ខីបានបង្កើតកម្មវិធីនេះឡើងហើយនឹងក៏មានអារម្មណ៍ថាកម្មវិធីប្រព្រឹត្តដើរទៅលូនយ៉ាងល្អហ្មងរសជាតិធម្មតានិងរសជាតិហឹរអូផលិតនៅណាដែរបងផលិតនៅក្នុងខេត្តសៀមរាបហ្មងបងទីតាំងយើងនៅភូមិចលងខេត្តសៀមរាបយើងចាពាក្យពេចន៍ឲ្យដើម្បីប្រាប់ទៅដល់បងអតិថិជនមិនថាអតិថិជនរបស់បងឬមួយក៏អតិថិជនរបស់ផ្សារនៅលក្ខីទេនឹងមានអីប្រាប់ពួកគាត់ដែរចុងក្រោយសូមជួយ support business ម៉ាក់ខ្ញុំផងអូខេ support ផលិតផលរបស់ខ្មែរយើងទាំងអស់គ្នាគ្រប់គ្រងចាប់ពីថ្ងៃនេះតទៅចាគឺលើកស្ទួយផលិតផលខ្មែរយើងឲ្យទៅប្រជាជនខ្មែរយើងបានស្គាល់បាទអូខេហ្នឹងហើយដូចគាត់និយាយនៅខាងដើមអញ្ចឹងគឺកម្មវិធីថ្ងៃនេះគឺល្អខ្លាំងមែនទែនដែលយើងបានលើកស្ទួយនៅផលិតផលក្នុងស្រុករបស់យើងដែលជាផលិតផលរបស់កូនខ្មែររបស់យើងតែម្ដងតើបងចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀតដែរឬទេបាទសម្រាប់ខ្ញុំពិតជាចង់ឲ្យមានកម្មវិធីសារក្រោយទៀតដោយសារដើម្បីលើកស្ទួយផលិតផលជាតិយើងបាទអញ្ចឹងចង់មានឲ្យធំជាងហ្នឹងឬមួយក៏ប៉ុណ្្នឹងដែរឲ្យធំជាងហ្នឹងទៅតែល្អអូខេអញ្ចឹងសារក្រោយគឺយើងនឹងអាចនឹងធ្វើឲ្យធំជាងហ្នឹងព្រោះថា event នេះគឺល្អខ្លាំងមែនទែនសម្រាប់លើកស្ទួយដល់ផលិតផលក៏ដូចជាប្រជាកសិកររបស់ខ្មែរយើងបើសម្រាប់បងចង់ឲ្យមានកម្មវិធីបែបហ្នឹងទៀតព្រោះបានបង្ហាញពីផលិតផលនៅក្នុងស្រុករបស់យើងឲ្យបានច្រើនជាងហ្នឹងឲ្យគេស្គាល់ឲ្យប្រជាជនយើងបានឃើញផលិតផលហ្នឹងច្រើនអញ្ចឹងអូនបាទជាស្នាដៃរបស់កូនខ្មែររបស់យើងណាបងណាចាអូខេអញ្ចឹងដូច្នេះបងទាំងអស់គ្នាដែលមានផលិតផលក៏ដូចជាផលិតផលដែលលក់នៅក្នុងស្រុកដែលជាផលិតផលរបស់កូនខ្មែររបស់យើងហើយចង់យកមកលក់នៅក្នុងផ្សារទំនើបលក្ខីអាចធ្វើការតាក់ទងទៅកាន់ Page Lucky Supermarket បានដើម្បីនឹងធ្វើការដាក់លក់នៅផលិតផលទាំងអស់នោះចូលនៅក្នុងផ្សារទំនើបលក្ខីហើយមួយទៀតសម្រាប់កម្មវិធីយើងគឺមានរយៈពេល3ថ្ងៃគឺថ្ងៃហ្នឹងថ្ងៃទី29ថ្ងៃ30និងថ្ងៃទី31ខែមករាឆ្នាំ2021ជារៀងរាល់ថ្ងៃ